ជីបៃឈួនខ្ញុំសួរលោកហេតុអ្វីបានជាលោកមិនមានសង្សារច្រើនឆ្នាំមកនេះហើយក៏មិនរៀបការព្រោះកាលពីក្មេងពេលបានជួបនាងវាពិតជាអស្ចារ្យពេករហូតដល់ក្រោយមកអ្នកដែលខ្ញុំបានជួបទាំងអស់សុទ្ធតែមិនល្អដូចនាងនាងប្រហែលជាមិនចូលចិត្តវិធីបែបនេះទេឆាប់ឡើងទៅសន្តាគារសិនយានៅចិត្តនេះប្រញាប់ទូរស័ព្ទទៅវេជ្ជបណ្ឌិតលីវឲ្យគាត់ត្រៀមថ្នាំបន្សាបទុកជាមុនបាទអ្នកប្រុសលោកមិនក៏លោកនៅផ្ទះខ្ញុំភ្ញាក់ហើយតើនរណាជាអ្នកបដូរសម្លៀកបំពាក់ឲ្យខ្ញុំម្សិលមិញនាងត្រូវបានគេដាក់ថ្នាំនៅបារដូច្នេះនាងមិននៅស្ងៀមពេញមួយយប់មិននៅស្ងៀមចឹងខ្ញុំប្រហែលជាមិនបានធ្វើអ្វីជ្រុលហួសហេតុដាក់លោកទេមែនទេនាងគិតយ៉ាងម៉េចដែរបានហើយមិនលេងសើចនឹងនាងទេយប់មិញនាងមិនបានធ្វើអ្វីដាក់ខ្ញុំទេប៉ុន្តែបើនាងចង់ខ្ញុំអាចបានគ្រប់ពេលត្រូវហើយខ្ញុំបានឲ្យគេស៊ើបអង្កេតច្បាស់ហើយអ្នកដែលដាក់ថ្នាំនាងគឺសិនជឺនេះគឺជាភស្តុតាងសិនជឺចាំមើលចុះនេះនឹងក្លាយជាថ្ងៃកំណើតដែលនាងចងចាំមិនភ្លេចអស់មួយជីវិត